បាទទាដើមចេកបាទទាដើមចេកថ្ងៃនេះជួបជាមួយវីដេអូខ្ញុំបាទនៅមុខមហូបទាដើមចេកបាទចឹងសូមចូលរួមទស្សនានៅវិធីធ្វើទាំងអស់គ្នាបាទពុកម៉ែបងប្អូនយើងបាទទីងាយស្លលក្ខណៈគ្រួសារគឺមកអែមបាទឆ្ងាញ់បាទឥឡូវហ្នឹងទស្សនារបៀបធ្វើក៏ដូចជាគ្រឿងផ្សំបាទនៅវិធីទាដើមចេកបាទមានសណ្តែកដីខ្ទឹមសខ្ទឹមក្រហមខ្ទិះដូងបាទគ្រឿងបុកខ្មែរយើងហ្នឹងបាទមានម្ដេងល្មៀតគល់លឹកគ្រៃលឹកក្រូចសើចនេះម្ទេសឆ្អើរនិងកាពិបាទហើយទាយើងចំនួនជាង3គីឡូបាទទាបាបាទធំបាទពុកម៉ែបងប្អូនបាទហើយគ្រឿងផ្សំដូចក្នុងរូបភាពចឹងបាទយើងចាប់ដើមដាក់ខ្ទឹមបំពងបាទយើងបំពងខ្ទឹមសសិនតបមកខ្ទឹមសយើងរៀងឡើងឈ្ងុយហើយយើងវាយគ្រឿងបាទគ្រឿងដូចខ្ញុំបានជម្រាបជូនចឹងបាទគ្រឿងមានគ្រឿងបុកយើងមានបាក់ក្រូចសើចគល់គ្រៃគល់ម្ដេងបាទខ្ទឹមសម្ទេសបាទគ្រឿងខ្មែរយើងងាយហើយយើងលីងគ្រឿងបុកយើងរៀងឈ្ងុយហើយយើងដាក់ម្ទេសឆ្អើរបាទម្ទេសឆ្អើរយើងចិញ្ច្រាំបាទខ្ញុំប្រើម្ទេសកំប៉ុងគេបាទមួយកំប៉ុងប្រើព្រោះទាយើងធំដែរបាទពុកម៉ែបងប្អូនយើងទាយើងជាង3គីឡូហើយឈ្ងុយហើយខ្ញុំចាំបើដាក់កាពិបាទហើយកាពិយើងដាក់យើងចាស់បន្តិចទៅបាទដើម្បីឲ្យឈ្ងុយទាដើមចេកវាយើងប្រើរាងគ្រឿងដិតបន្តិចព្រោះយើងប្រើបន្លែដែរអញ្ចឹងបាទហើយយើងដាក់កាពិឲ្យឈ្ងុយលីងឲ្យឈ្ងុយហើយថែមខ្ទិះដូងដើមបាទខ្ទិះដូងជម្រាបជូនម៉ែបងប្អូនខ្ញុំប្រើខ្ទិះដូងធម្មជាតិបណ្ដោយមកអត់ប្រើកំប៉ុងទេហើយបន្ទាប់មកមើលវាឈ្ងុយហើយយើងចាប់ដើមដាក់ទាសាច់ទាយើងនឹងបាទសាច់ទានឹងយើងកូរឲ្យសព្វគ្រឿងបាទពេលដែលយើងកូរឲ្យសព្វគ្រឿងហើយគឺបន្ទាប់មកវាឡើងទឹកព្រៃហ្នឹងមកឡើងទឹកព្រៃហើយសាច់ទាយើងកាប់តាមចំណង់ចំណូលចិត្តយើងទៅហើយបន្ទាប់មកខ្ញុំដាក់ថែមស្លឹកក្រូចសើច3-4ស្លឹកនិងខ្ទឹមក្រហមបាទយើងប្រើខ្ទឹមក្រហមហើយបន្ទាប់មកយើងគ្របវាចោលទៅបាទគ្របចោលឲ្យវាឡើងទឹកព្រៃបាទម៉ែបងប្អូនឃើញទេយើងគ្របចោលហើយគឺវាឡើងទឹកព្រៃបងឡើងទឹកព្រៃយើងអត់តថែមទឹកទេបាទយើងងាស់ទឹកព្រៃនឹងឲ្យចូលជាតិបាទថែមទឹកត្រីបន្តិចចោទឹកស៊ីអ៊ីវនេះដើម្បីយកក្លិនបាទហើយយើងប្រើគ្រឿងចឹងទៅវាក្លិនវារឹតតែឈ្ងុយបាទគាត់ណាខ្ញុំមើលវីដេអូហ្នឹងខ្ញុំឃ្លានទៀតហើយបាទហើយខ្ញុំលួចអំពិលបន្តិចបាទបងប្អូនធ្វើតាមចំណង់ចំណូលចិត្តបងប្អូនអាចដាក់អំពិលក៏បានដាក់សណ្តាន់ក៏បានហើយក៏បានអត់ដាក់ក៏បានដែរម្ហូបនេះវាអត់បញ្ហាទេបងប្អូនអត់ដាក់ក៏បានដែរតែខ្ញុំចូលចិត្តខ្ញុំលួចអំពិលបន្តិចអត់ច្រើនទេខ្ញុំលួចបន្តិចដើម្បីឲ្យរសជាតិឈ្ងុយហើយពេលដែលខ្ញុំល្ងាស់ទឹកព្រៃនឹងវាឡើងខាប់ហើយខ្ញុំចាក់ខ្ទិះដូងប្រហែលជាខ្ទង់បាទប្រហែលជាខ្ទង់1លីត្រចំនួន1លីត្រព្រោះដូងហ្នឹងខ្ញុំទិញដូងមួយហ្មងបាទទិញដូងមួយហ្មងជាង1លីត្រប្រហែលជាផ្ទាំងជាង1លីត្របាទខ្ទង់ក្បែរ1លីត្រកន្លះបាទតមកខ្ញុំវាយគ្រឿងមានរ៉ូឌីប៊ីចេងស្ករហើយស្ករខ្ញុំចូលចិត្តប្រើស្ករត្នោតហើយពុកម៉ែអត់មានស្ករត្នោតទេពុកម៉ែអាចប្រើស្ករសក៏បានប៉ុន្តែបើយើងប្រើស្ករត្នោតគឺវាឈ្ងុយ
ធ្វើឲ្យម្ហូបយើងឈ្ងុយហើយខ្ញុំចាប់ដើមខ្ញុំល្ងស់វាទុកចោលនឹងទៅឲ្យវាបានផុយហើយក៏វាចូលជាតិជាមួយគ្រឿងបាទពុកម៉ែបងប្អូនឃើញទេឥឡូវឡើងខាប់ហើយបាទឡើងខាប់ហើយបន្ទាប់មកខ្ញុំបែរមកធ្វើបន្លែបាទបន្លែមានកូនចេកជ្វានិងជីគ្រប់មុខព្រមទាំងខ្ញុំចូលចិត្តហូបម្អមហើយកូនចេកជ្វាយើងហាន់ជាចំណិតតូចបាទហាន់អាខ្ចីបដូលវាហើយមកស្លយើងអែមពុកម៉ែបងប្អូនអែមខ្ញុំថាអែមបាទឥឡូវហ្នឹងយើងឆ្អិនហើយពុកម៉ែបងប្អូនយើងដួសមកហើយតបមកខ្ញុំដាក់ស្ដេចដីកយទេពុកម៉ែបងប្អូនខ្ញុំដាក់ស្ដេចដីកយដើម្បីអីដើម្បីឲ្យឈ្ងុយខាងកយវិញបាទហើយក៏អរគុណដល់ពុកម៉ែបងប្អូនបាទសូមជួយ Subscribe ចុចកណ្ដឹងដើម្បីទទួលវីដេអូថ្មីទៀតបាទសូមមើលសូមជម្រាបលាពុកម៉ែបងប្អូនបាទការដែលយើងហូបនឹងអែមពុកម៉ែបងប្អូនហើយអានេះយើងបានដាក់ជាមួយត្រជាក់ទៀតជាតិណាបាទជាតិសម្បីតែខ្ញុំមើលវីដេអូហើយក៏នៅតែឃ្លានទៀតណាពុកម៉ែបងប្អូនបាទវាតំណងណាបាទខាប់ឌីសបាទហាប់ទិលហ្មងបាទហើយមើលតែពណ៌ក៏អែមដែរបាទអែមហ្មងវាឆ្ងាញ់មកដល់ហើយក៏អរគុណហើយសូមជម្រាបលាពុកម៉ែបងប្អូនបាទអរគុណជួបគ្នានៅវីដេអូថ្មីទៀតបាទអរគុណ